ដល់បងប្អូនថ្នាក់ទី12ទាំងអស់គ្នាអាចសង្កេតមើលលំហាត់អន្តរក្រាននេះនៅពេលដែលទាំងអស់គ្នាឃើញទម្រង់ស្វ័យគុណបែបនេះទាំងអស់គ្នាច្បាស់ជាមានចិត្តមួយក្នុងការបំបីរូបមន្តស្វ័យគុណតាមរយៈរូបមន្តទ្វេធីរបស់យើងហើយប៉ុន្តែបើសិនជាទាំងអស់គ្នាបំបីរូបមន្តស្វ័យគុណ5បែបនេះវាឃើញថាក្នុងការគណនាស្វ័យគុណដល់5បែបនេះវាមានការពិបាកហើយនឹងចំណាយពេលអញ្ចឹងនៅក្នុងការដោះស្រាយលំហាត់នេះយើងអាចប្រើវិធី2ដើម្បីផ្ដល់ភាពងាយស្រួលទី1គឺទាំងអស់គ្នាអាចប្រើរូបមន្តអថេជំនួសឬក៏ទាំងអស់គ្នាអាចប្រើការបដូរអថេដើម្បីឲ្យចូលរូបមន្តគ្រឹះនៃមូលដ្ឋានរូបមន្តគ្រឹះនៃរូបមន្តអន្តរក្រានណាអញ្ចឹងអ្នកគ្រូសូមបង្ហាញនៅជំហានទី1គឺអ្នកគ្រូសូមបង្ហាញនៅការគណនាអន្តរក្រានមិនកំណត់នេះដោយការប្រើរូបមន្តអថេជំនួសអញ្ចឹងទាំងអស់គ្នាសង្កេតមកយើងមានលំហាត់របស់យើងគឺអន្តរក្រាលនៃ x ការ៉េបូក1ស្វ័យគុណ5គុណនឹង 2x dx អញ្ចឹងទាំងអស់គ្នាសង្កេតមើលបើសិនជាអ្នកគ្រូយក x ការ៉េបូក1យកមក derivative គឺទាំងអស់គ្នានឹងឃើញ 2x ណាដែលយើងប្រើរូបមន្តគ្រឹះ derivative គឺ x ស្វ័យគុណ n គឺស្មើនឹង n x ស្វ័យគុណ n ដក1មានន័យថាទាំងអស់គ្នាតម្លាក់2មកអញ្ចឹងកន្លែងហ្នឹងគឺបាន 2x ដោយសារតែស្វ័យគុណ2នេះយើងយកទៅដក1ទៅសល់ស្វ័យគុណ1អញ្ចឹងកាលណាស្វ័យគុណ1គេអត់ចាំបាច់សរសេរក៏បានដែរណាបន្ទាប់មក derivative ស្វ័យគុណderivative 1នេះគឺវាចេញ0ដោយសារយើងមានរូបមន្តគ្រឹះderivative លើចំនួនថេរគឺស្មើនឹង0ចាបន្តមកទៀតនៅពេលដែលយើងបានប៉ុណ្្នឹងហើយគឺយើងយកវាទៅជំនួសណាជំហានទី2គឺយើងបដូរពី 2x ទៅជា x ការ៉េបូក1ព្រីមវិញណាចឹងឧបមាថាយើងមានអន្តរក្រាល x ការ៉េបូក1ព្រីមកតានឹង x ការ៉េបូក1ស្វ័យគុណ5 dx កន្លែងនេះគឺមុនដំបូងគឺ 2x ឯងមែនទេទាំងអស់គ្នាប៉ុន្តែដោយសារតែ x ការ៉េបូក1ព្រីមស្មើ 2x ចឹងអ្នកគ្រូចំនួនដោយ x ការ៉េបូក1ព្រីមបន្ទាប់មកទាំងអស់គ្នាសង្កេតឃើញថាយើងអាចចូលរូបមន្តអន្តរក្រាលអថេជំនួសបានគឺរូបមន្តវាគឺអន្តរក្រាលអ៊ុយព្រីមអ៊ុយស្វ័យគុណ n dx ស្មើនឹងអ៊ុយស្វ័យគុណ n បូក1លើ n បូក1បូក c មានន័យថាកន្លែងនេះយើងគ្រាន់តែយកស្វ័យគុណទៅបូកនឹង1អញ្ចឹងយើងទទួលបាន x ការ៉េបូក1ស្វ័យគុណ5បូក1លើ5បូក1បូកចំនួនថេរ c កុំភ្លេចឲ្យសោះនៅពេលដែលយើងចំនួនរូបមន្តអន្តរក្រាលយើងកុំភ្លេចបូកនឹងចំនួនថេរ c មួយណាចាអញ្ចឹងយើងបូកមកយើងបាន x ការ៉េបូក1ស្វ័យគុណ6លើ6បូក c ដែល c គឺជារបស់ a ណាអញ្ចឹងអានឹងគឺឃើញចម្លើយអញ្ចឹងបន្ទាប់ទៀតជំហានទីរបៀបទី2ទាំងអស់គ្នាអាចបដូរអថេដើម្បីឲ្យវាចូលរូបមន្តគ្រឹះរបស់យើងអន្តរក្រាល x ស្វ័យគុណ n ស្មើនឹង x ស្វ័យគុណ n បូក1លើ n បូក1បូក c អញ្ចឹងកន្លែងនេះគឺអ្នកគ្រូអាចតាំងណាអ្នកគ្រូអាចតាំងអ៊ុយស្មើនឹង x ការ៉េបូក1ហេតុអីបានជាអ្នកគ្រូតាំងអ៊ុយស្មើ x ការ៉េបូក1អ្នកគ្រូមិនតាំងអ៊ុយស្មើ 2x ទៅពីព្រោះយើងដឹងថាដើម្បីគណនាអន្តរក្រាលមិនកំណត់ដោយប្រើអថេជំនួសបានលុះត្រាតែ derivative នៃអនុគម1ស្មើនឹងអនុគម1ទៀតអញ្ចឹងបើទាំងអស់គ្នា derivative 2x តើវាអាចចេញ x ការ៉េបូក1បានទេចាប្រកាសណាគឺវាអត់ចេញទេអញ្ចឹងកន្លែងនេះគឺទាំងអស់គ្នាយក x ការ៉េបូក1យកមក derivative មកគឺវានឹងចេញ 2x ឃើញទេអញ្ចឹង derivative នៃអនុគម1ស្មើនឹងអនុគម1ផ្សេងទៀតអញ្ចឹងយើងតាំងអ៊ុយស្មើ x ការ៉េបូក1អញ្ចឹងយើង derivative លើវាទៅ derivative អ៊ុយគឺអ្នកគ្រូអាចសរសេរបាន d អ៊ុយស្មើនឹង derivative x ការ៉េយើងបាន 2x dx អញ្ចឹងទៅបូក1គឺយើងដឹងឲ្យ0ហើយអញ្ចឹងអ្នកគ្រូចាប់ផ្ដើមយកវាទៅចំនួនវិញទៅកន្លែង x ការ៉េបូក1នេះអ្នកគ្រូចំនួនដោយអ៊ុយអញ្ចឹងដោយសារវាមានស្វ័យគុណ5អញ្ចឹងវាទៅជាអ៊ុយស្វ័យគុណ5ហើយអា 2x dx នេះវាបាត់ទៅណាដោយសារតែ x គុណនឹង dx ហ្នឹងគឺវាស្មើ d អ៊ុយអញ្ចឹងអ្នកគ្រូចំនួនដោយ d អ៊ុយអញ្ចឹងអន្តរក្រាលអ៊ុយស្វ័យគុណ5 d អ៊ុយនេះគឺយើងប្រើរូបមន្តគ្រឹះរបស់យើងអន្តរក្រាល x ស្វ័យគុណ n dx ស្មើនឹង x ស្វ័យគុណ n បូក1លើ n បូក1មានន័យថាយើងយកស្វ័យគុណហ្នឹងទៅបូក1អញ្ចឹង5បូក1គឺវាទៅជា6ដែលយើងបានអ៊ុយស្វ័យគុណ6លើ6បូកជាមួយនឹងចំនួនថេរ c ប៉ុន្តែយើងដឹងថាគណនាអន្តរក្រាលនេះគឺយើងចង់បានអថេ x មិនមែនចង់បានអថេអ៊ុយទេអញ្ចឹងមកដល់កន្លែងហ្នឹងហើយវាអត់ទាន់ដល់ចម្លើយចុងក្រោយទេណាទាំងអស់គ្នាអញ្ចឹងកន្លែងនេះទាំងអស់គ្នាត្រូវចំនួនអ៊ុយហ្នឹងគឺដោយ x ការ៉េបូក1អញ្ចឹងអ្នកគ្រូអាចសរសេរបានកន្លែងអ៊ុយនេះយើងបដូរមក x ការ៉េបូក1ស្វ័យគុណ6លើ6បូក c ដែល c គឺជារបស់ a ណាអញ្ចឹងមកដល់កន្លែងនេះទាំងអស់គ្នាអាច
យល់បានខ្លះៗហើយអញ្ចឹងអ្នកគ្រូមានលំហាត់មួយដើម្បីឲ្យទាំងអស់គ្នាយកតែគិតចាអញ្ចឹងអ្នកគ្រូមានអង្គតេក្រា x គីបបូក4ស្វ័យគុណ7គុណនឹង 3x ការ៉េ dx អញ្ចឹងចម្លើយអ្នកគ្រូមាន4អញ្ចឹងកុំភ្លេចដោះស្រាយលំហាត់នេះហើយសូមខមមិននៅខាងក្រោមតើចម្លើយមួយណាដែលជាចម្លើយត្រឹមត្រូវជាចុងក្រោយអ្នកគ្រូសូមអរគុណសម្រាប់ការចំណាយពេលវេលាដ៏មានតម្លៃដែលស្ដាប់និងមើលការបញ្ចូលរបស់អ្នកគ្រូដោយយកចិត្តទុកដាក់សូមអរគុណសូមជម្រាបលាកុំភ្លេចជួយ like subscribe និងជួយ share ទៅកាន់មិត្តភ័ក្តិទាំងអស់គ្នាផងបើសិនជាទាំងអស់គ្នាគិតថាវីដេអូមួយនេះមានប្រយោជន៍ដល់អ្នកទាំងអស់គ្នាសូមអរគុណសូមជម្រាបលា